សួស្តីអ្នកទាំងអស់គ្នាចង់រៀននៅ YDA ជាមួយខ្ញុំទេអូខេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែកម្លែកនៃចំណេះដឹងថ្មីទាក់ទងនឹងការប្រើប្រាស់ AI ជាមួយនឹងGemini Pro បាទទាក់ទងមួយនឹងរបស់ Google ណាយើងប្រើជាមួយនឹង video series អញ្ចឹងដំបូងខ្ញុំនឹងបង្ហាញជាគំរូឲ្យមើលមួយខ្ញុំមានគំរូមួយតាក់ទងមួយនឹងកំពុងតែល្បីបាទនេះដូចជានេះបាទអូខេអញ្ចឹងបាទអញ្ចឹងខ្ញុំនឹងធ្វើការបង្កើតជាលក្ខណៈបែបហ្នឹងដើម្បីឲ្យបងប្អូនយកទៅធ្វើតាមបានអញ្ចឹងដំបូងគឺយើងចូលក្នុង Gemini របស់យើងមកហើយខ្ញុំមាន prompt បាទ prompt នេះខ្ញុំមាន prompt ស្រាប់ហើយអូខេអញ្ចឹងខ្ញុំនឹង copy prompt ហ្នឹងមកបាទខ្ញុំដាក់ចូលនៅត្រង់កន្លែងវីដេអូនេះមកយើងផាសវាចូលហើយកន្លែងនេះយើងអាចធ្វើការកែបានមានន័យថាឥឡូវខ្ញុំអត់តន់កែខ្ញុំនឹងឲ្យចេញជារូបភាពមនុស្សធម្មតាបាទក្មេងបើថាបរោះអាយុរៀងក្មេងអញ្ចឹងណាអូខេខ្ញុំចុចកន្លែងសញ្ញា submit នេះមកយើងរងចាំហើយយើងមើលលទ្ធផលទាំងអស់គ្នាហើយមួយទៀតខ្ញុំនឹងកែប្រមហ្នឹងទៅជាឲ្យចេញជារូបគីងកង់មិញវិញអញ្ចឹងណាអូខេហើយយើងរងចាំបន្តិចអូខេនេះចេញជាលទ្ធផលហើយបាទចេញជាលទ្ធផលហើយអូខេឥឡូវខ្ញុំមានខ្ញុំនឹងដូរហ្នឹងទៅជាមនុស្សយើងនេះដាក់គីងកង់វិញអញ្ចឹងណាអញ្ចឹងដើម្បីដាក់គីងកង់មកខ្ញុំមានព្រមនេះបាទខ្ញុំ copy ព្រមហ្នឹងមកយើងគ្រាន់តែដូរឈ្មោះដូរអីមកអញ្ចឹងណាតមកទៀតយើង copy បាទយើងយកមកដាក់មកបើសិនមកបងប្អូនចង់បានអាចឆាតមកអញ្ចឹងណាខ្ញុំផាសហើយខ្ញុំធ្វើការចុច submit នេះមកបាទអញ្ចឹងវានឹងធ្វើការ generate ជាមួយទៅនឹងវីដេអូយើងបាទអញ្ចឹងយើងរងចាំវាបន្តិចទៅរយៈពេលអាច1នាទីទៅ2នាទីអត់យូរទេអញ្ចឹងយើងគ្រាន់តែកែប្រមបាទយើងកែប្រមទៅបាទទៅតាមនឹងមកអូខេចេញមកហើយអញ្ចឹងយើងមើលទាំងអស់គ្នាមើលបាទតាមជំរាបសួរអ្នករាល់គ្នាចង់រៀននៅ YDA ជាមួយខ្ញុំទេអូខេហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងអរគុណជួបគ្នានៅវីដេអូក្រោយ